ដើម្បីរក្សាស្បែកជើងស្បែកថ្មីរបស់គាត់មេភូមិបានទាត់រូបសំណាកមួយចូលទៅក្នុងបានដើរលើខ្នងរបស់វាឆ្លងកាត់ទឹកហើយដើរចេញដូចជាគ្មានអ្វីកាត់ឡើងមិនយូរប៉ុន្មានស្ត្រីម្នាក់បានឆ្លងកាត់នាងបានទាញរូបសំណាកចេញពីប្រឡាយដោយប្រុងប្រយ័ត្នស្នាមជើងចេញពីខ្នងរបស់វាថ្នមប៉ុន្តែភ្លាមនោះរូបសំណាកនោះស្រាប់តែបញ្ចេញពន្លឺពណ៌មាសស្ត្រីរូបនោះនៅតែមិនបានគិតច្រើនអំពីវាទេនាងបានដាក់រូបសំណាកនោះត្រឡប់ទៅវិញឲ្យបានត្រឹមត្រូវពេលនោះមកស្រះក្តាមរបស់នាងកាន់តែល្អឡើងក្តាមនីមួយនៅក្នុងស្រះបានកើនឡើងដល់50ហើយនោះធ្វើឲ្យមេភូមិច្រណែនយ៉ាងខ្លាំងដូច្នេះមួយថ្ងៃមុននាងត្រូវបានគេសន្មតថាត្រូវដឹកសហការជាមួយអ្នកភូមិហើយបានកាត់ផ្ដាច់ចរន្តអគ្គិសនីទៅកាន់ស្រះក្តាមរបស់នាងពួកគេមិនត្រឹមតែទាមទាររូបមន្តចិញ្ចឹមក្តាមសម្ងាត់របស់នាងប៉ុណ្ណោះទេពួកគេក៏ចង់ឲ្យនាងប្រគល់ស្រះទឹកទាំង 3000 ហិកតាផងដែរទៅកាន់ភូមិហើយផ្ដល់ឲ្យនាងត្រឹមតែ30នៃប្រាក់ចំណេញជារៀងរាល់ឆ្នាំបានបិទផ្លូវដែរស្រែកឲ្យនាងប្រគល់ស្រះទឹកទាំងនោះសម្លឹងមើលក្រុមមនុស្សគ្មានគុណនេះស្ត្រីនោះបានសម្រេចចិត្តភ្លាមនៅពេលនោះដើម្បីបោះបង់ចោលកិច្ចសន្យាហើយអ្នកមិនអនុញ្ញាតឲ្យខ្ញុំប្រើប្រាស់ខ្ញុំនឹងទទួលយកការខាតបង់ទាំងនេះដែលមានទំហំ 3000 ហិកតានៃស្រះក្តាមថ្ងៃនេះខ្ញុំឈប់ជួលហើយចំពោះក្តាមនីមួយនៅខាងក្នុងខ្ញុំនឹងមិនយកមួយសម្ដីតែខ្ញុំលីនឈូសៀនឹងចាក់ចេញទៅកាន់សមូហភាពភូមិឈៀងស៊ុយរបស់អ្នកមេភូមិតានាងទៅតែនិយាយអ្វីនាងលែងចង់បានពួកគេទៀតហើយនាងមិនចង់បានពួកគេទេតើអ្នកទាំងអស់គ្នាបានឬទេនាងបោះបង់ចោលមនុស្សយើងកំពុងតែខ្លាចជាអ្នកមាននៅក្នុងស្រះទាំងមូលនេះដែលពោពេញទៅដោយក្តាមយក្សដែលដាំដុះទំហំ 3000 ហិកតានេះទាំងអស់ជាកម្មសិទ្ធិរបស់សមូហភាពភូមិរបស់យើងចាស់ពីថ្ងៃនេះខ្ញុំបានប្រាប់អ្នកហើយថាក្មេងស្រីតូចម្នាក់នេះមិនអាចយកឈ្នះមេភូមិរបស់យើងបានទេក្តាមយក្សរាប់ម៉ឺនផោននៅពេលដែលយើងលើកវាឡើងនោះជាលុយដ៏ច្រើនដែលគ្រួសារនីមួយអាចទទួលបានរាប់ម៉ឺនប្រញាប់ទៅផ្ទះយកឧបករណ៍របស់អ្នកព្រឹកស្អែកខ្ញុំនឹងចូលទៅក្នុងស្រះដើម្បីរកលុយចៅហ្វាយហេតុអ្វីបានជាអ្នកធ្វើបែបនេះក្តាមចំនួន50,000 ផោនដែលមានតម្លៃជាង10 លានដុល្លារទៅឲ្យមនុស្សដែលមិនដឹងគុណទាំងនេះដោយមិនអាចមានលទ្ធភាពទទួលការពិន័យដ៏ច្រើនពីរាជធានីខេត្តបានទេប្រគល់វាទៅឲ្យពួកគេដោយឥតគិតថ្លៃដូចជាពួកគេសំនឹងទទួលបានវាសួស្ដីលោកប្រធានឈិនបាត់ចាស់សោវីជាខ្ញុំជីស៊ីយ៉ាមានអ្វីមួយបានកើតឡើងនៅទីនេះពួកអ្នកធ្វើបាបក្នុងស្រុកនៅក្នុងភូមិឈៀងស៊ុយទាំងនោះបានច្រណែនបានជីកផ្លូវចេញពីភូមិហើយឥឡូវនេះពួកគេក៏កំពុងកាត់ផ្ដាច់សម្ពាធផងដែរឡានដឹកទំនិញត្រជាក់របស់ខ្ញុំមិនអាចចូលបានទេការបញ្ជាទិញពាក់កណ្ដាលរដូវស្លឹកឈើជ្រុះនេះគឺមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើអ្នកត្រូវឲ្យប៉ូលីសប៉ុន្តែអ្នកពិតជាមិនអាចពន្យាពេលការដឹកជញ្ជូនបានទេលោកប្រធានឈិនកុំបារម្ភអីខ្ញុំធានាថាគ្មានក្តាមណាមួយពីបាច់នេះបាត់ឡើយពួកគេនិយាយថាសូម្បីតែអ្នកខាងក្រៅដ៏រឹងមាំម្នាក់ក៏មិនអាចយកឈ្នះពួកអ្នកធ្វើបាបណាមនុស្សទាំងនោះរារាំងឡានដឹកទំនិញក្តាមរបស់ខ្ញុំនឹងងាប់ពាក់កណ្ដាលប្រសិនបើផ្លូវមិនដំណើរការទេខ្ញុំនឹងជ្រើសរើសឡានដឹកទំនិញត្រជាក់របស់អ្នកទាំងអស់ឥឡូវនេះយប់នេះម៉ោង 2 ទៀបរងចាំខ្ញុំនៅកំពង់ផែដឹកទំនិញ King Yang ដែលគេបោះបង់ចោលនៅក្នុងទីក្រុងតាមទីដែកមាសចំនួន 50,000 ផនទាំងអស់ទៅអ្នកតាមផ្លូវទឹកប្រធានក្រុម Yang នេះគឺជាលេងខេបាចាស់ឥឡូវនេះយកទូកដែលមានបាតរាបស្មើបំផុតទាំង15របស់អ្នកមកជាមួយមេបញ្ជាការយ៉ាងចង់យកទន្លេធំទៅកាន់ប្រឡាយព្រៃនៅពីក្រោយភូមិឈីងស៊ុយពេលអ្នកចូលទៅក្នុងប្រឡាយបិទម៉ាស៊ីនទាំងអស់ហើយទាញទូកចូលដោយប្រើបង្គោលឫស្សីគ្មានសំឡេងម៉ូទ័រសំបីតែមួយសម្រាប់ការងារយប់នេះទេខ្ញុំនឹងចំណាយ3ដងឲ្យអ្នកទាំងអស់គ្នាអ្នកស្រីលីនយើងនឹងធ្វើវាឲ្យរួចរាល់លីចាស់សូមជម្រាបជូនអ្នកបច្ចេកទេសស្នូដែលយើងបាននាំមកពីក្រៅខេត្តត្រៀមខ្លួនដើម្បីបោះសំណាញ់និងទាញខ្សែក៏ទៅបន្ទប់ឧបករណ៍ហើយយកកូនសោនិងឧបករណ៍កាត់ធារាសាស្ត្រមកជាមួយដែរចំណុចខ្ពស់ទាំងអស់ឧបករណ៍បន្ថែមខ្យល់ដែលមានរន្ធតូចពីបាតស្រះហើយទាញយកជីវសាស្ត្រដែលមានសំណាញ់តម្រងបាក់តេរីដាក់នៅខាងក្រោមរមៀលវាឡើងហើយយកវាទៅឆ្ងាយចើហ្វាយអ្នកកំពុងផ្ដល់ឲ្យពួកគេនៅរបស់មួយដោយបើកគ្រប់យ៉ាងល្អឥតពេលកំពុងធ្វើចំណាការរត់គេចខ្លួននេះពិតជាអស្ចារ្យណាស់ពួកគេចង់បានស្រះបន្ទាប់មកខ្ញុំនឹងផ្ដល់ឲ្យពួកគេនៅស្រះទាំងនោះមនុស្សចាប់យកសំណាញ់ស្ទូចរបស់អ្នកហើយយកដំបងស្ពីរបស់អ្នកមកយើងនឹងដណ្ដើមយកឆ្នាំងកំណប់ដែលជារបស់ភូមិយើងមេភូមិខ្ញុំរំភើបណាស់យប់មិញខ្ញុំគេងមិនលក់ក្តាមដែលក្មេងស្រីចិញ្ចឹមមានទំហំធំណាស់របស់ខ្ញុំអាចដឹកបាន500ផោនក្នុងពេលតែមួយខ្ញុំកំពុងធ្វើដំណើរឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន1000ហិកតានេះឥឡូវនេះជាកម្មសិទ្ធិរបស់អ្វីដែលយើងចាប់បាននឹងត្រូវទៅគណៈកម្មាធិការភូមិយើងនឹងចែកចាយភាគលាភតាមគ្រួសារអ្នកនឹងទទួលបានចំណែករបស់អ្នកសូមបន្តការងារបាត់ទ្វារឲ្យស្វាគមន៍លុយចូលចុចខាងក្រោមដើម្បីមើលភាគពេញ